ប្រធានស្ថាប័នគុំបាត់កលុបបបញ្ជាក់ថាគុនខ្មែរគឺជាបេដាននៃក្បាច់គុនមួយថៃរបស់ប្រទេសថៃហើយស្ថាប័ននេះនឹងសហការជាមួយកម្ពុជាដើម្បីរៀបចំឲ្យមានការប្រកួតគុំបាត់គុនខ្មែរជាលើកដំបូងនៅទីក្រុងសាវប៉ូឡូប្រទេសប្រេស៊ីលនៅថ្ងៃទី5ខែមិថុនាឆ្នាំ2026ការបង្កើតឲ្យមានការប្រកួតគុំបាត់គុនខ្មែរជាលើកដំបូងនៅប្រទេសប្រេស៊ីលគឺជាផ្នែកមួយនៃគុំបាត់ Challenge Series ដែលបញ្ជាក់អំពីឆន្ទៈនៃការចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់គ្នារវាងលោក Rick Singh និងលោកខៅឆាវប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរនិងជាអគ្គលេខាធិការសហព័ន្ធគុនខ្មែរអន្តរជាតិនៅខេត្តព្រះសីហនុកាលពីថ្ងៃទី13ខែកុម្ភៈឆ្នាំ2026ដែលភាគីទាំងពីរមានបំណងនាំយកការប្រកួតគុនខ្មែរទៅកាន់សង្វៀនអាជីពកម្រិតអន្តរជាតិលោក Rick Singh ប្រធានសហព័ន្ធគុំបាត់ Global បានបញ្ជាក់តាមសេចក្តីថ្លែងការណ៍ថាគុំបាត់ Global មានកិត្តិយសក្នុងការណែនាំគុនខ្មែររបស់កម្ពុជាមកកាន់វេទិកាអាជីពជាលើកដំបូងនេះមិនមែនគ្រាន់តែជាការបន្ថែមវិញ្ញាសាមួយទៀតនោះទេតែនេះគឺជាការទទួលស្គាល់និងគោរពនៅប្រវត្តិសាស្ត្រដ៏ជ្រាលជ្រៅនិងមានសារៈសំខាន់ខាងវប្បធម៌នៃក្បាច់គុនចំណាស់ជាងគេបំផុតមួយរបស់ពិភពលោកប្រធានស្ថាប័នគុំបាត់ Global រូបនេះបញ្ជាក់ថាគុនខ្មែរត្រូវបានគេទទួលស្គាល់ថាជាបេដាននៃមួយថៃតំណាងឲ្យមូលដ្ឋានគ្រឹះនៃសិល្បៈកីឡាប្រយុទ្ធនៅអាស៊ីអាគ្នេយ៍ហើយឥទ្ធិពលរបស់គុនខ្មែរមានទៅលើកីឡាប្រយុទ្ធសម័យទំនើបដែលមិនអាចប្រកែកបានតាមរយៈភាពជាដៃគូរបស់លោកជាមួយនឹងសហព័ន្ធគុនខ្មែរនឹងបន្តបដិញ្ញាកសាងវេទិកាសកលមួយដែលរក្សាបាននូវភាពត្រឹមត្រូវរបស់គុនខ្មែរដើម្បីបង្កើតឱកាសវិជ្ជាជីវៈថ្មីសម្រាប់អត្តពលិកនៅទូទាំងពិភពលោកជាមួយគ្នានេះលោក Rick Singh បានចាត់ទុកការបង្ហាញខ្លួនជាលើកដំបូងរបស់គុនខ្មែរតាមរយៈព្រឹត្តិការណ៍គុំបាត់គុនខ្មែរនៅប្រទេសប្រេស៊ីលនៅថ្ងៃទី5ខែមិថុនាឆ្នាំ2026គឺជាការជួយជំរុញគុនខ្មែរក្នុងឧស្សាហកម្មកីឡាប្រយុទ្ធសកលហើយអ្នកប្រយុទ្ធមួយថៃទាំងអស់នៅទូទាំងពិភពលោកក៏ត្រូវបានអញ្ជើញឲ្យចូលរួមប្រកួតប្រជែងនៅក្នុងព្រឹត្តិការណ៍នេះផងដែរក្រោមច្បាប់និងបទបញ្ញត្តិគុនខ្មែរដែលត្រូវបានទទួលស្គាល់ជាឫសគល់រួមនិងផ្ដល់វេទិកាសកលមួយទៀតសម្រាប់អត្តពលិកកីឡាប្រយុទ្ធកំពូលចំណែកលោកខៅឆាវបានប្រកាសនៅថ្ងៃទី30ខែមីនាថាព្រឹត្តិការណ៍គុំបាត់គុនខ្មែរជាលើកដំបូងនៅប្រទេសប្រេស៊ីលនាថ្ងៃទី5ខែមិថុនាខាងមុខនេះជាការបង្ហាញជាផ្លូវការរបស់គុនខ្មែរដែលជាសិល្បៈក្បាច់គុនជាតិរបស់កម្ពុជាទៅលើវេទិកាអាជីពសកលដែលស្ថិតនៅក្រោមគុំបាត់ Global លោកបន្ថែមថាគុំបាត់ Global ដែលត្រូវបានពង្រីកខ្លួនជាបន្តបន្ទាប់នៅទូទាំងវិញ្ញាសាប្រយុទ្ធជាមួយនឹងសមាជិកជាច្រើនប្រទេសនោះបានបន្ថែមគុំបាត់គុនខ្មែរគឺជាវេទិកាប្រកួតប្រជែងជាផ្លូវការនៅក្នុងរចនាសម្ព័ន្ធព្រឹត្តិការណ៍អន្តរជាតិរបស់ខ្លួនហើយនេះគឺជាយុទ្ធសាស្ត្រឆ្លុះបញ្ចាំងអំពីការបដិញ្ញាចិត្តរបស់គុំបាត់ Global ក្នុងការគោរពសិល្បៈគុនខ្មែរប្រពៃណីរបស់កម្ពុជាដើម្បីលើកកម្ពស់កីឡានេះចូលទៅក្នុងសង្វៀនអាជីពសកលលោកខៅឆាវបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសរបស់ខ្លួនថាគុនខ្មែរត្រូវបានចាត់ទុកយ៉ាងទូលំទូលាយថាជាសិល្បៈក្បាច់គុនចំណាស់ជាងគេបំផុតមួយនៅក្នុងពិភពលោកដែលគេបានហៅជាញឹកញាប់ថាជាបេដាននៃមួយថៃដើម្បីទទួលស្គាល់សារៈសំខាន់ខាងប្រវត្តិសាស្ត្រនិងវប្បធម៌របស់គុនខ្មែរហើយកំបាត់ Global បានដើរតួនាទីនាំមុខគេក្នុងការលើកកម្ពស់និងផ្សព្វផ្សាយគុនខ្មែរទៅលើឆាកពិភពលោក